បាទសួស្តីបងប្អូនថ្ងៃនេះបានមកធ្វើម្ហូបនៅកម្មវិធីភ្ជាប់ពាក្យក្មួយបងប្អូនណាហើយថ្ងៃនេះដែរគឺចេញម្ហូប5មុខបងប្អូនណាមានហើយពេលព្រឹកនេះគឺយើងស្លម្ជូរយួនមួយមុខនិងត្រីផុកត្រីប្រមាមួយមុខបាន2មុខហើយពេលថ្ងៃនោះគឺយើងធ្វើ5មុខហ្នឹងហើយមានតុងយ៉ាំបកាមានមាន់ដុតមានញោមគ្រឿងក្លែម8មុខតែបានតែ4មុខទេបងហ្នឹងហើយម្ហូបមានតែប៉ុណ្្នឹងទេហើយឆ្ងាញ់ហ្នឹងក៏សូមខន្តីអភ័យទោសដល់បងប្អូនហ្នឹងហើយភ្ញៀវកិត្តិយសទាំងអស់ដោយសារចុងភៅខ្ញុំនេះយើងមិនមែនជាចុងភៅអាជីពអីទេបងណាគាត់តែជាក្មួយគ្នាធ្វើបន្តិចតួចយើងចេះតែជួយធ្វើគ្នាមិនដៃមួយជើងទៅហ្នឹងហើយតែចុងភៅរួមហ្នឹងហើយតែគ្នាធ្វើបន្តិចតួចយើងជួលគេមកក៏អស់លុយច្រើនបងណាមួយភ្ញៀវសិតតែមិត្តភក្តិចិត្តស្និទ្ធបងប្អូនឯងហ្នឹងហើយរសជាតិហ្នឹងហើយបានហ្នឹងយើងមិនសូវខ្វាយខ្វល់ដោយសារបងប្អូនឯងធ្វើម៉េចហ្នឹងហើយយើងហូបចុកទៅធ្វើម៉េចគ្នាវាខ្សោយថវិកាហើយចុងភៅខ្ញុំនេះបានដាក់បងប្អូនកូនក្មួយឯងទេបងប្អូនហើយហើយសារខ្ញុំមិនមែនជាចុងភៅអាជីពទេកន្លងមកបងប្អូនអ្នកក្រៅនៅមិត្តភក្តិអីធ្លាប់ហៅទៅជួយទៅជួលធ្វើដែរតែខ្ញុំមិនទទួលទេបងប្អូនណាមើលតែបងប្អូនឯងចេះតែធ្វើទៅលឺលុះរសជាតិយ៉ាងណាយើងចេះតែធ្វើជួយធ្វើគ្នាទៅហើយធ្វើនេះមួយដៃមួយជើងមួយមុខម្នាក់បងប្អូនណាចេះជំនាញមុខអីកាន់មុខនឹងមុខទៅមានជាមេចុងភៅអីធំអីជាអាជីពប្រចាំថ្ងៃប្រចាំខែប្រចាំឆ្នាំអីទេតែបើខ្ញុំចង់ធ្វើអាជីពមកនេះគឺអាជីពនៅផ្ទះខ្ញុំហ្នឹងហើយដឹងតែឆ្ងាញ់ហើយឆ្ងាញ់តែខ្ញុំបងប្អូនឆ្ងាញ់ទេហើយរសជាតិមិនដឹងយ៉ាងណាយ៉ាងណីទេបងប្អូនហើយណាសូមទោសបងប្អូនផងគាត់ថាខ្ញុំអាចស្លបានដឹងពីការស្លនេះវាមិនគាត់តែរសជាតិយើងមិនដឹងទេបងណាព្រោះធម្មតាយើងស្លមួយចុងភៅគេអាជីពគេរៀនសូត្រត្រឹមត្រូវអាហ្នឹងគេមិនភ័យមិនបារម្ភរឿងរសជាតិទេសម្រាប់យើងខ្ញុំនេះមិនមែនជាចុងភៅអាជីពទេដោយសារក្មួយនៅកូនក្មួយមានកម្មវិធីគាត់ចេះតែរើចេះជួយគាត់ទៅបងណាឲ្យទៅជួលខ្ញុំធ្វើគឺខ្ញុំមិនទទួលទេបងណាដោយសារយើងមិនមែនជាអាជីពច្បាស់លាស់មិនអាចទៅទទួលលុយទូកាក់គេទេដោយសារបងប្អូនឯងរើទៅជួយស្លឲ្យទីទួចចេះតែធ្វើទៅនឹងយើងបដិសេធពិបាកណាក្មួយគ្នារើយើងពឹងយើងហើយថ្ងៃប្រហែលថ្ងៃនេះអត់ស៊ូខ្លួនទេបងប្អូនខ្ញុំថ្ងៃនេះខិចតៃតាំងពីព្រឹកមកដោយសារឈឺមួយរយៈនឹងផ្ដាសាយផងអីផងនេះមកហូបនឹងយ៉ាងណាយ៉ាងណីទេបងប្អូនអើយឆ្ងាញ់យើងធ្វើមិនទេយើងមិនមែនជាចុងភៅអាជីពគឺគាត់ហើយបានបងប្អូនយើងជួយខ្លះហាន់ម្ដាយមួយជើងហាន់បន្លែហាន់សាច់បានផងនៅព្រៃឈើនោះជួយបងប្អូនគាត់ធ្លាប់គាត់ច្បាស់លាស់គាត់មុនណាដោយសារគាត់ធ្លាប់ដើរចុងភៅយូរឆ្នាំខ្ញុំនេះមិនមានប្រវត្តិអីទៅធ្វើចុងភៅអីណាធំដុំអីទេបងប្អូនណាដោយសារបងប្អូនកូនក្មួយឯងមានកម្មវិធីទៅគាត់ចេះតែហៅទៅជួយធ្វើជួយអីទៅឃើញយើងចេះធ្វើម្ហូបទីទួចយើងខ្ញុំចេះទទួលធ្វើទៅដោយសារបងប្អូនឯងមកណាអ្នកកែវគឺខ្ញុំមិនទទួលទេហ្នឹងហើយតែបងប្អូនរើអាហ្នឹងខ្ញុំទៅជួយណាទៅជួយគ្នាហ្នឹងហើយមានគេមានឯងទៅហ្នឹងហើយធ្វើម៉េចរវល់ព្រោះចុងភៅខ្ញុំនេះតាំងពីឪពុកខ្ញុំមកគាត់ថាគេជួលគឺមិនទៅទេបើតែគេរើទៅបើឪពុកខ្ញុំឲ្យអ្នកភូមិដឹងហ្នឹងណានៅខាងស្រុកកណ្ដាលខ្ញុំគាត់ដឹងតែលឺមីក្រូណងគឺគាត់ទៅតែគាត់ទៅតែប៉ុនទេហ្មងណាចុងភៅប៉ុនសពប៉ុន7ថ្ងៃប៉ុនអីអាហ្នឹងគាត់ទៅជួយទៅអីបានគាត់ធ្វើម្ហូបមិនជាយកថ្លៃទេបងប្អូនគាត់ជូនប្រហែលគាត់យកប៉ុណ្ណឹងទៅបងប្អូនណាខ្វះខាតអីហ្នឹងគាត់ជួយនៅគាត់បានធ្វើគាត់ម្ហូបទៅបានយកម្ហូបឲ្យកូនហូបទៅគាត់មិនបានទៅដាក់តម្លៃធ្វើយកប៉ុណ្ណេះទេហើយខ្ញុំក៏ឆ្លាញ់មុខរបរហ្នឹងចេះតែឲ្យតែក្មួយរកចេះទៅបងណាឆ្ងាញ់ក៏ចេះទៅដើម្បីអីណាជួយគ្នាផងដើម្បីពីឆ្លាញ់នឹងមុខងារហ្នឹងផងប៉ុណ្ណឹងខ្ញុំសង្ឃឹមថ្ងៃណាមួយខ្ញុំច្បាស់លាស់ខ្ញុំនឹងទទួលមកណាខ្ញុំនឹងទទួលធ្វើចុងភៅឥឡូវនេះមិនច្បាស់លាស់ទេបងណាមិនទាន់មានគោលដៅអីទេបងប្អូនកូនក្មួយជារើក្នុងកម្មវិធីបងប្អូនឯងជាជួយធ្វើនេះទៅហើយចែកគ្នាភ្លុករសជាតិហ្នឹងហើយសួរគ្នាទៅអ្នកណាចេះអីអ្នកណាគឺមិនយើងចែកចំណេះវិជ្ជានេះទៅបាត់ពិសោធន៍ដំបូងគឺបងប្អូនឯងហ្នឹងហើយហ្នឹងហើយគេខុសទៅឲ្យបងប្អូនឯងរិះគន់ស្ថាបនាសិនទៅកុំឲ្យរឿងអ្នកក្រៅរិះគន់តែភ្ញៀវនោះក៏មានអ្នកក្រៅដែរបងណាប៉ុន្តែគេយល់ដែរដោយសារមិនមួយយើងជួយចុងភៅគេមួយយើងចុងភៅធ្វើខ្លួនឯងហ្នឹងវាមិនឆ្ងាញ់ដូចយើងជួលគេទេបងប្អូនណាហ្នឹងហើយហើយទឹកកកម្ហូបនេះគឺស្ងោរតុងយ៉ាំបកាបងប្អូនណាស្ងោរតុងយ៉ាំបកាមួយមុខហ្នឹងប៊ីសទឹកសាច់គោមួយមុខញ័រមួយមុខគ្រឿងក្លែម4មុខហ្នឹងហើយម្ហូបមានតែប៉ុណ្ណឹងបងប្អូនណាមាត់កាប់មួយមុខទៀតហើយសម្លេងនេះដាក់កបងប្អូនហើយក្រុតនេះដែរគឺយើងឆាប៊ីសទឹកសាច់គោហើយបកាស្រស់នេះគឺយើងស្រស់ដើម្បីញ័រមីសួរបងប្អូនញ័រនំទុកស្រួយហើយមាន់កាប់ហ្នឹងហើយកម្មវិធីនេះគឺថាសប្បាយបងប្អូនអើយចាប់កម្មវិធីទៅរួមរែកទីជួតែយើងសប្បាយហើយវិធីឆាលោកលាក់សាច់គោអីវិញហ្នឹងខ្ញុំដឹងបាទពីរបៀបធ្វើហ្នឹងហើយដោយសារខ្ញុំបានដឹងតាមមិត្តភ័ក្តិដែរព្រោះខ្ញុំអាសាធ្វើកម្មវិធីខ្ញុំមានមិត្តភ័ក្តិខ្ញុំជំនាញចុងភៅហៅគាត់មកធ្វើម្ដងទៅយើងរួចមើលតម្រេះគាត់ដឹងខ្លះដែរបងណាហ្នឹងហើយក្រោយទៀតហៅគាត់ថាលេងមកហើយមកមិនមើល
ចាស់កម្មវិធីចេះធ្វើឲ្យមិនដឹងធ្វើបានហើយធ្វើទៅគាត់លេងមកខ្ញុំមកចាប់ដើមធ្វើនៅណៃទៅហើយឃើញធ្វើឯងទៅជោគជ័យខ្លះទៅក្មួយក៏ហៅទៅធ្វើពេលដឹងមិនឆ្ងាញ់ទេនៅឃើញថាក្មួយគិតថាពូឯងធ្វើកើតហើយគាត់ចេះទៅហៅធ្វើទៅថ្ងៃណាមួយយើងជួចុងភៅគេមកគូពិបាកដោយសារយើងធ្វើកម្មវិធីទិញទួចហ្នឹងហើយយើងចេះធ្វើទៅម្ដាយបជើងក្មួយចេះលើកចិត្តថាឆ្ងាញ់ហ្នឹងក៏ប៉ុន្តែឆ្ងាញ់ទេលើកឲ្យតែយើងធ្វើហ្នឹងហ្នឹងហើយខ្ញុំនេះគេឲ្យឆាលោកដាក់សាច់គោណាប៊ីស្ទឹកមិនមែនលោកដាក់ទេណែលោកដាក់យើងឆាផ្សេងលោកដាក់យើងហាន់បន្លែហាន់សាច់អីជ្រុងហ្នឹងហើយលោកដាក់ហើយយើងហាន់ប្រទះហើយយើងដាក់ឆាបន្លែជាមួយសាច់ចេះហៅថាប៊ីស្ទឹកហ្មងណាប៊ីស្ទឹកសាច់គោហ្នឹងហើយយើងដាក់ការ៉ុតដាក់ខ្ទឹមបារាំងអីមកជាមួយមកហ្នឹងហើយប៊ីស្ទឹកហើយយើងឆ្អិនហើយយើងដួសដាក់កណ្ដៅវាប៉ុណ្ណាហើយនេះដែរកង្កែបភ្ញៀវទេភ្ញៀវបងប្អូនហ្នឹងគាត់ទិញមកប៉ុណ្ណាគាត់ឲ្យធ្វើឲ្យមិនមែនចាស់កម្មវិធីគាត់ធ្វើដាក់តាមតុកទេអញ្ចឹងបងភ្ញៀវខ្លះគាត់ច្រឡំតែតុកគេមានកង្កែបមួយមុខទៀតដែរតុកខ្ញុំអត់គេពិតភ្ញៀវទេប៉ុណ្ណាភ្ញៀវគាត់ទិញមកឲ្យធ្វើឲ្យភ្ញៀវបងប្អូនហ្នឹងគាត់ចង់ហូបគាត់ធ្វើតុងយ៉ាំឲ្យគាត់ហ្នឹងដែរពើមួយមុខតុងយ៉ាំមួយមុខកង្កែបនេះគាត់ទិញពីណាមកនេះធំណាស់ហ្នឹងហើយថា5គីឡូកង្កែបហ្នឹងថ្ងៃនេះគឺបងប្អូនហើយកង្កែបនេះធ្វើ2មុខមួយណាគាត់ឲ្យស្ងោងាំងៅមួយមុខនិងពងមួយមុខហើយកង្កែបធំៗមកណាប្រហែលជា3ហ្នឹង1គីឡូកង្កែបហ្នឹងមិនហើយហ្នឹងហើយនេះគឺទឹកបើកឆាកដំបងកៅឆាយហ្នឹងហើយបងប្អូនយើងមកពីឆ្ងាយនេះគាត់បញ្ញាប់ទៅវិញហ្នឹងហើយប្រហែលជានៅខាងព្រៃឈើម្ដងនៅខាងព្រៃវែងម្ដងនេះមកណានៅខាងហើយកម្មវិធីហ្នឹងគឺថាយប់ឡើងគឺថារាប់ទៅដល់ម៉ោង12យប់មកនោះចាក់សាក់កវ៉ា5រុំហ្នឹងហើយវីដេអូប៉ុណ្ណឹងទេបាយជំរាបលាបងប្អូនហ្នឹងហើយសុខសប្បាយដល់គ្នាហ្នឹងហើយអរគុណច្រើនបងប្អូនណា